Good morning or good afternoon. My name is Teacher Kevin. Our managers here came up with a brilliant idea for students for an extra class. This class was based on learning new things. It was called the Young Leaders class. The idea behind it was to enable students, to give them confidence, to give them new ideas, to get them to develop their own ideas. This is the leadership. Being able to lead yourself is very important, making our own choices. Our students had a fantastic time. I would recommend any student that wants to develop their personal abilities to join with this club. The benefits will not just last for your school years, the benefits will last a lifetime. The things that you learn will last a lifetime. And Young Leaders Club is a great place to start. Mixing with our friends, sharing ideas, developing our abilities to look to the future. Because I guarantee you, your future will be different to my future. You need to learn the new ways, the new technologies, and the new abilities to be able to study and drive yourself forward. And if you drive yourself forward, you will take Cambodia with you. Join.សកម្មភាពទាំងអស់ដែលលោកអ្នកបានឃើញអំបញ្ញមិញនេះគឺជាផ្នែកមួយចំនួននៅក្នុងក្លឹបអ្នកដឹកនាំវ័យក្មេងនៃសាលាអន្តរជាតិ USA ដែលហៅជាភាសាអង់គ្លេសថា USAIS Young Leader Club ដើម្បីបណ្ដុះខ្លួនឯងឲ្យក្លាយទៅជាអ្នកដឹកនាំមានទំនុកចិត្តនិងពូកែនិយាយជាសាធារណៈបងប្អូនអាចធ្វើការចុះឈ្មោះនិងចូលរួមជាមួយនឹងពួកយើងបានជាបន្តទៅទៀតនេះគឺជាកិច្ចសម្ភាសន៍ជាមួយនឹងតំណាងសិស្សមួយចំនួនដែលមកពីក្លឹបអ្នកដឹកនាំវ័យក្មេងចំនួនទី1សូមអញ្ជើញទស្សនាដោយរីករាយជំរាបសួរនាងខ្ញុំឈ្មោះយើងសែនពិសីជាសិស្សថ្នាក់ទី 11C នៃសាលាអន្តរជាតិ USA ហើយក៏ជាសមាជិកនៃក្លឹបអ្នកដឹកនាំវ័យក្មេងចំនួនទី1ផងដែរជំរាបសួរនាងខ្ញុំឈ្មោះខែមខុនសារាវតីជាសិស្សថ្នាក់ទី 8នៃសាលាអន្តរជាតិ USA ហើយក៏ជាសមាជិកនៃក្លឹបអ្នកដឹកនាំវ័យក្មេងចំនួនទី1ផងដែរខ្ញុំបាទឈ្មោះជីកុកម៉េងជាសិស្សថ្នាក់ទី 9នៃសាលាអន្តរជាតិ USA ហើយក៏ជាសមាជិកក្នុងក្លឹបអ្នកដឹកនាំវ័យក្មេងចំនួនទី1ដែរជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះសិតអន្តរវេទហើយខ្ញុំគឺជាសមាជិកនៃក្លឹបអ្នកដឹកនាំវ័យក្មេងរបស់សាលាអន្តរជាតិ USA នៃចំនួនទី1តើកត្តាអ្វីខ្លះដែលនាំឲ្យអូនសម្រេចចិត្តចុះឈ្មោះចូលរួមនៅក្នុងក្លឹបអ្នកដឹកនាំវ័យក្មេងរបស់យើងកត្តាដែលនាំឲ្យខ្ញុំចូលរួមក្លឹបអ្នកដឹកនាំវ័យក្មេងដោយសារខ្ញុំគិតថាខ្ញុំមានសមត្ថភាពក្នុងការនិយាយភាសាអង់គ្លេសហើយប៉ុន្តែខ្ញុំអត់ទាន់មានភាពក្លាហានហើយនិងទំនុកចិត្តក្នុងការបញ្ចេញវាមកវិញទេអញ្ចឹងទៅខ្ញុំគិតថាបើសិនជាខ្ញុំចូលរួមក្លឹបអ្នកដឹកនាំវ័យក្មេងប្រហែលជាវាអាចពង្រឹងសមត្ថភាពក្នុងការនិយាយភាសាអង់គ្លេសហើយនិង presentation ខ្ញុំហើយទៅអាចប្រហែលជាធ្វើឲ្យខ្ញុំមានភាពក្លាហានក្នុងការនិយាយវាចេញមកកត្តាដែលធ្វើឲ្យខ្ញុំបាទចូលក្នុងក្លឹបអ្នកដឹកនាំវ័យក្មេងនៅពេលនោះគឺដោយសារតែខ្ញុំទទួលបានដំណឹងពីខាងសាលាហើយខ្ញុំនៅពេលនោះគឺចាប់ផ្ដើមមានអារម្មណ៍ចំណាប់អារម្មណ៍ភ្លាមដោយសារតែនៅពេលដែលចូលនៅក្នុងក្លឹបហ្នឹងគឺខ្ញុំនឹងទទួលបានបទពិសោធន៍ថ្មីហើយយើងចូលនៅក្នុងសង្គមហើយនឹងយើងអាចធ្វើឲ្យយើងនឹងក្លាយជាអ្នកដឹកនាំបន្ទាប់ពីយើងបានចូលរួមនៅក្នុងក្លឹបអ្នកដឹកនាំវ័យក្មេងហើយតើបងអូនមានចំណាប់អារម្មណ៍អ្វីខ្លះទាក់ទងជាមួយនឹងក្លឹបមួយនេះខ្ញុំមានអារម្មណ៍ថានៅពេលដែលខ្ញុំចូលដំបូងខ្ញុំគិតថាវាជាថ្នាក់រៀនដ៏ធម្មតាប៉ុន្តែនៅពេលដែលខ្ញុំចូលយូរទៅដឹងថានេះគឺជាថ្នាក់រៀនដ៏ប្លែកដែលបណ្ដុះភាពជាអ្នកដឹកនាំឃើញថាមានសកម្មភាពជាច្រើននៅក្នុងក្លឹបអ្នកដឹកនាំវ័យក្មេងតើសកម្មភាពមួយណាដែលធ្វើឲ្យអូនពេញចិត្តជាងគេសកម្មភាពដែលខ្ញុំពេញចិត្តជាងគេនៅក្នុងក្លឹបអ្នកដឹកនាំវ័យក្មេងគឺជាការធ្វើ presentation ដោយសារតមុននឹងធ្វើ presentation យើងត្រូវ research អីចឹងឆលគាត់ជួយបន្ថែមនៅចំណុចខ្វះខាតជាច្រើនគាត់មាន tip ជាច្រើនក្នុងការធ្វើ presentation ហ្នឹងហើយពេលដែលធ្វើទៅគឺដូចជាការ practice ជាច្រើនដែរនៅពេលដែលអូនបានចូលរួមនៅក្នុងក្លឹបសិក្សាមួយនេះតើអូនមើលឃើញថាខ្លួនឯងមានការអភិវឌ្ឍទៅលើចំណុចណាខ្លះអាចប្រាប់ teacher បានទេខ្ញុំបានអភិវឌ្ឍទៅលើការនិយាយភាសាអង់គ្លេសរបស់ខ្ញុំការឡើងធ្វើ presentation ព្រមទាំងកាត់បន្ថយភាពអៀនខ្មាស់របស់ខ្ញុំនិងបង្កើនភាពក្លាហានជាក់ស្ដែងខ្ញុំក៏បានចូលរួមក្នុងកម្មវិធី speaking contest របស់សាលាអន្តរជាតិ USA ហើយក៏បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ2ដែរនៅពេលដែលខ្ញុំចូលនៅក្នុងក្លឹប
អ្នកដឹកនាំវ័យក្មេងមកខ្ញុំបានពង្រឹងសមត្ថភាពខ្ញុំមានភាពក្លាហានច្រើនជាងមុនហើយក៏ខ្ញុំបានធ្វើការប្រឡងចូលទៅក្នុងកម្មវិធី Teenage Goal ហើយខ្ញុំក៏បានធ្វើការប្រឡងជាប់ទៅចក្រភពអង់គ្លេសនៅក្នុងចុងខែនេះដែរ តើអូនមានពីអីចង់និយាយទៅកាន់មិត្តភ័ក្តិរបស់យើងដែលគាត់មានបំណងចូលរួមនៅក្នុងក្លឹបអ្នកដឹកនាំវ័យក្មេងដែរឬក៏អត់ បើសិនជាអ្នកទាំងអស់គ្នាចង់ពង្រឹងសមត្ថភាពក្នុងការធ្វើ presentation និយាយភាសាអង់គ្លេសធ្វើ writing ឬក៏ research skill អីចឹងអ្នកទាំងអស់គ្នាអាចចូលរួមកម្មវិធីអ្នកដឹកនាំវ័យក្មេងរដូវកាលទី 2 បាន ខ្ញុំណែនាំឲ្យមិត្តទាំងអស់គ្នាចូលរួមក្នុងក្លឹបអ្នកដឹកនាំវ័យក្មេងនេះពីព្រោះក្លឹបនេះបានផ្ដល់ចំណេះដឹងថ្មីៗជាច្រើនព្រមទាំងរឿងថ្មីៗល្អៗដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានធ្វើពីមុន ឱកាសបានមកដល់ហើយចំនួនទី2ក៏បានមកដល់ដែរសូមអ្នកនរគ្នាចូលរួមទាំងអស់គ្នាសូមចូលរួមទាំងអស់គ្នា នៅមានរឿងអស្ចារ្យជាច្រើនទៀតនៅក្នុងក្លឹបអ្នកដឹកនាំវ័យក្មេងនៃសាលាអន្តរជាតិ USA ចូលរួមចោះឈ្មោះនិងទំនាក់ទំនងសួរព័ត៌មានមកកាន់សាខាសាលាអន្តរជាតិ USA ដែលនៅជិតលោកអ្នកបំផុតឬក៏អាចតាក់ទងតាមលេខទូរស័ព្ទដែលមាននៅលើអេក្រង់